ជាដំបូងម៉ាស្កាក៏ដូចជាជំនពោអនាគតចាស់គ្រប់ព្រះអង្គអាត្មាភាពនាមម៉ែគុំគាហើយសម្រាប់ថ្ងៃនេះអាត្មាមានជាមួយនឹងវីដេអូមួយសម្រាប់ចែកជូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាអាត្មាជាមួយនឹងព្រះអង្គមេប្រធានរបស់អាត្មាដែលជាប្រធានក្រុមរបស់អាត្មាសម្រាប់ក្រុមទី2ហើយសម្រាប់ក្រុមរបស់អាត្មានៅសាលាសេតិចហ្នឹងគឺក្រុម SW30 សម្រាប់ថ្ងៃនេះអាត្មាបានមកថតរូបជាមួយនឹងក្រុមការងារដែលជាក្រុមឡើងប្រេសិនក៏ដូចជាក្រុម final ផងដែរហើយសម្រាប់ការងារដែលយើងមកថតក្នុងថ្ងៃនេះមានដូចជាច្រើនចំណុចដែរទី1តើតងជាមួយនឹង extreme close up សម្រាប់ការថតបែប extreme close up គឺយើងថតទៅលើផ្ទៃមុខរបស់យើងក៏ត្រឹមចំមោះឡើងទៅលើហើយនៅផ្ទៃសក់របស់យើងសម្រាប់ទី2តើតងជាមួយនឹង close up សម្រាប់ការថត close up នឹងទៀតសោះគឺតើតងជាមួយនឹងការថតត្រឹមកឡើងទៅលើតែឃើញគេថតជាប្រចាំហ្នឹងគឺនៅពេលដែលគេចង់បង្ហាញជាមួយនឹងគ្រឿងដូចជាគ្រឿងអលង្ការឬមួយក៏របស់ប្រើប្រាស់ដែលប្រើទៅលើផ្នែកក៏ដូចជាប្រើទៅលើជាអីផ្សេងៗហ្នឹងគេហៅថាថតបែប close up ហើយសម្រាប់មួយទៀត medium close up ហ្នឹងតកតងជាមួយនឹងការថតត្រឹមដើមដៃឡើងទៅលើអាហ្នឹងបែបហ្នឹងគេហៅថាថតបែប medium close up ហើយសម្រាប់ចំណុចមួយទៀតគឺ medium shot មួយទៀតហ្នឹងគឺថតត្រឹមចង្កេះឡើងទៅលើពេញបន្ទូខ្លួនចង្កេះឡើងទៅលើអាហ្នឹង medium shot សម្រាប់ចំណុចមួយទៀតតកតងជាមួយនឹងកៅ shot cowboy shot អាហ្នឹងតកតងការថតបែបនេះគឺជាការថតយកត្រឹមពាក់កណ្ដាលលើផ្លូវពាក់កណ្ដាលផ្លូវហ្នឹងយកទៅលើហើយសម្រាប់មួយចំណុចចុងក្រោយហ្នឹងតើតងជាមួយនឹង medium full shot ហ្នឹងគឺថតត្រឹមក្បាលជង្គង់ឡើងទៅលើតែម្ដងហើយសម្រាប់ក្រុមរបស់យើងថតក្នុងថ្ងៃនេះគឺមិនទាន់ចប់ជាស្ថាពរទេដោយសារតែមានជាមួយនឹងការរំខានពីព្រះភិរុនខ្លះៗអញ្ចឹងទៅក៏មិនបានជាបំពេញកាតព្វកិច្ចក្នុងការថតហ្នឹងឲ្យបានល្អប្រហែលទេប៉ុន្តែយើងក៏បានថតដោយចំនួនច្រើនគួរសមដែរប៉ុន្តែនៅចំណុចខ្លះគឺយើងអត់ទាន់បានថតប៉ុន្តែនៅពេលដែលរាំងភ្លៀងបន្តិចយើងនឹងចាប់ផ្ដើមបន្តទៀតជាមួយនឹងការងារសម្រាប់ final របស់យើងផងដែរជំរាបពរនិងអរគុណ